មែនទេយានកាងតើអញចង់ធ្វើជាអណ្ដើកលាក់ក្បាលមែនទេបានហើយការប្រកួតតូចរបស់បាក់បន្តទៅមុខទៀតតើនៅមានសិស្សក្រៅបកណាផ្សេងទៀតចង់មកប្រកួតប្រជែងជាមួយយានហួយដែរឬទេហឹមអាល្អិតនេះមានអ្វីប្លែកថ្ងៃនេះចាំខ្ញុំរៀបចំធ្នូឲ្យអញរួចរាល់សិនសឹមមកសម្រាប់វាតើអញមិនមែនចង់បានស្រីថោកទាបម្នាក់នោះទេអីខ្ញុំមិនផ្ដល់ឱកាសនេះឲ្យអ្នកជាដាច់ខាតសៀវយៀតខ្ញុំនឹងជួយសង្គ្រោះអ្នកត្រឡប់មកវិញដោយបើកចំហនឹងយុទ្ធធរជាមិនខានចាំបន្តិចស្មានមិនដល់ថាគ្មាននរណាម្នាក់មកប្រកួតប្រជែងទៀតសោះខ្ញុំសូមប្រកាសថាក្នុងការប្រកួតក្រៅនិកាយលើកនេះយានហួយគឺអ្នកឈ្នះចាប់ពីថ្ងៃនេះទៅយានហួយគឺជាសិស្សច្បងធំនៃនិកាយក្រៅហើយណាសិស្សច្បងធំសិស្សច្បងធំហាហារង្វាន់នៃការប្រកួតលើកនេះគឺដុំធំវិញ្ញាណថ្នាក់ទាប 2000 ដុំនិងកិច្ចសន្យារៀបការមួយច្បាប់ជាមួយសិស្សច្បងស្រីធំនៃនិកាយក្រៅនរណានៅខាងក្រៅលើកថ្លៃបណ្ណាការរបស់គ្រូសាស៊ូចូលមកមានរាប់រយដំឡឹងភពទ្របពេញផ្ទះស្រឡាញ់គ្នារយឆ្នាំដាវថៃអាមួយដើមដាវឡុងឈៀនមួយដើមរួមដំណើរជាមួយគ្នាសំណាងល្អទាំង5និងត្រាគិខ្យងដ៏ភ្លឺស្វាងត្បូងពេជ្រមួយផ្ទាំងពន្លឺពណ៌មាសចែងចាំងគូកប់ឥតខ្ចោះពិតជាថ្លៃបណ្ណាការដ៏អស្ចារ្យមែនអូព្រះឲ្យសម្បើមណាស់សំណាងល្អណាស់យានហួយស្មានមិនដល់ថាឯងមានសមត្ថភាពដល់ថ្នាក់នេះសោះអាចចាត់ទុកថាគ្រប់លក្ខខណ្ឌហើយប៉ុន្តែកុំអើអួតខ្លួនឲ្យសោះខ្ញុំជាមនុស្សដែលមានតម្រូវការតឹងរឹងខ្លាំងណាស់លើគ្រប់វិស័យកុំប្រញាប់អីថ្មវិញ្ញាណទាំងនេះខ្ញុំទទួលយកហើយប៉ុន្តែខ្ញុំសូមលុបចោលការរៀបការស្អីគេយានហួយស៊ូហ៊ុនគឺជាស្រីក្នុងសុបិនរបស់សិស្សប្រុសទាំងអស់នៅក្នុងនិកាយស៊ីសៀតើអញពិតជាចង់បដិសេធលិខិតរៀបការនេះមែនទេគ្រូសាស៊ូគឺជាគ្រូសាអ្នកបណ្ដុះវិញ្ញាណដ៏ធំមួយដែលខ្លាំងជាងគ្រូសាយាន10ដងទៅទៀតតើអញដឹងទេថាអញកំពុងបាត់បង់អ្វីខ្លះខ្ញុំប្រាប់ហើយថាខ្ញុំសូមលុបចោលការរៀបការខ្ញុំយានហួយមិនចូលចិត្តមនុស្សស្រីដែលនិយាយផ្សេងចិត្តផ្សេងហើយមានមាត់ពីស្ពោលដូចជានាងទេយានហួយខ្ញុំជាមនុស្សរបស់គ្រូសាស៊ូណាចុះបើអ្នកជាកូនស្រីច្បងតើវាយ៉ាងម៉េចយកតម្លៃរបស់អ្នកទៅចុះទៅឲ្យផុតពីមុខខ្ញុំទៅគេពិតជាប្លែកខ្លាំងណាស់ហ៊ានបដិសេធការដណ្ដឹងរបស់គ្រូសាយើងទៀតមិននឹកស្មានថានៅលើโลกនេះមានបរិបទបែបនេះសោះចាំបន្តិចខ្ញុំចង់បានខ្លួនអ្នកតម្លៃអ្នកអាចហៅតាមចិត្តធ្នូវិញ្ញាណ 10000 ឬ 100000 ឬក៏ទិញយកថ្មដើមទាំងអស់របស់អ្នកទិញទាំងគ្រូសាក៏បានដែរប៉ុន្តែមុខមាត់របស់ខ្ញុំស៊ូវិនមិនអាចបាត់បង់ឡើយខ្ញុំចង់ឲ្យអ្នករើសកំទេចលិខិតអាពាហ៍ពិពាហ៍នេះឡើងមកម្ដងមួយដុំរើសមកឲ្យខ្ញុំស៊ូវិនខ្ញុំហែកលិខិតអាពាហ៍ពិពាហ៍របស់អ្នកព្រោះអ្នកហែកខិតបានរបស់ខ្ញុំយើងរួចគ្នាកាត់សេចក្តីហើយខ្ញុំយានហួនមិនមែនជាមនុស្សរស់ពឹងស្រីនោះទេយកលុយស្អុយរបស់អ្នកទៅវិញទៅផ្ដល់ហេតុផលឲ្យខ្ញុំមួយមកតើអ្នកមានអ្នកស្រឡាញ់ហើយមែនទេមែនហើយមនុស្សដែលខ្ញុំស្រឡាញ់គឺនាងទេពអប្សរជាសៀមនុស្សដែលខ្ញុំស្រឡាញ់គឺនាងទេពអប្សរជាសៀយូហ៊ួនឯងនិយាយឈួតអីហ្នឹងងាប់ហើយប្រូនេះតាមពិតចូលចិត្តមនុស្សស្រីមានអាយុច្រើនសោះខ្ញុំនិយាយថាខ្ញុំចូលចិត្តអ្នកខ្ញុំស្រឡាញ់អ្នកខ្ញុំចង់រៀបការជាមួយអ្នកខ្ញុំចង់ឲ្យអ្នកបង្កើតកូនឲ្យខ្ញុំស្រឡាញ់តែអ្នកម្នាក់គត់ទេពអប្សរជាសៀបន្ទប់ទឹកសម្ដីរបស់ខ្ញុំអ្នកស្ដាប់យល់ហើយយានហួយឯងពិតជាឥតខ្មាស់ណាស់ស្គាល់ឋានៈខ្លួនឯងឲ្យច្បាស់ទៅខ្ញុំត្រកូលស៊ូការដែលឲ្យឯងរៀបការចូលគ្រួសារខ្ញុំគឺព្រោះតែឲ្យតម្លៃអញទេកុំគិតថាខ្ញុំនឹងតាមចិត្តឯងដូចជាគ្រួសារឯងនោះទុកចរិតពីរបស់ឯងទៅយកបណ្ណាការរបស់ឯងត្រឡប់ទៅវិញទៅឯងត្រូវបានលុបចោលការដណ្ដឹងហើយយានហួយខ្ញុំឲ្យផ្លូវឯងជ្រើសរើសពីរៀបការជាមួយខ្ញុំរីឲ្យខ្ញុំសម្រាប់ឯងជ្រើសរើសទៅបើមានសមត្ថភាពក៏សម្រាប់ខ្ញុំទៅហឹមយានហួនឯងគ្រាន់តែជាសិស្សក្រៅសាលាប៉ុណ្ណោះខ្ញុំចិត្តបានឡើងទៅសាលាក្នុងហើយខែក្រោយជាការប្រកួតសិស្សសាលាក្នុងការប្រកួតនោះក្នុងចំណោមពួកយើងមានតែម្នាក់គត់ដែលអាចឡើងទៅលើសង្វៀនទាំងមានជីវិតពិធីធំសាលាក្នុងខែក្រោយខ្ញុំនឹងចូលរួមក្នុងនាមជាសិស្សក្រៅសាលាបើឯងមានសមត្ថភាពខ្ញុំសម្រាប់ឯងផ្ដេសផ្ដាស់ណាស់ញែកគ្នាទៅពួកឯងទាំងពីរនាក់ត្រឡប់ទៅចម្លងវិជាផ្កាយ7 10ដងម្នាក់ឲ្យខ្ញុំយានហួនឯងមកតាមខ្ញុំមកចាយូហ៊ួនខ្លាំធំធាត់ណាស់ណាមានអីនិយាយគ្នាស្រួលបួលខ្ញុំធ្លាប់ប្រាប់ហើយបើមានលើកទី3ទៀតសម្រាប់ឯងចោលហេតុអីបានជាស្រីនៅនិកាយហ្វីស៊ីម្នាក់កាយជាម្នាក់ទៀតអីចឹងខ្ញុំអំបញ្ញមិញខ្ញុំមិនបានរំខានអ្នកទេណាដែលអ្នកមិនរៀបការជាមួយស៊ូវិនគឺដោយសារតែអ្នកស្រឡាញ់ខ្ញុំមានអាយុ1000ឆ្នាំទៅហើយមិនមែនត្រឹមតែ1000ឆ្នាំទេអីខ្ញុំចូលចិត្តមនុស្សដែលមានភាពចាស់ទុំបិទមាត់ទៅខ្ញុំមិនចង់លើពាក្យកុហកទាំងនេះទៀតទេហើយអ្នកត្រូវគិតឲ្យបានច្បាស់លាស់ការប្រកួតសិស្សក្នុងនិកាយមិនមែនជាការលេងសើចដូចសិស្សក្រៅនិកាយនោះទេសិស្សក្នុងនិកាយសុទ្ធតែជាកម្ពុជាមនុស្សដែលអាចសម្លាប់សត្រូវឆ្លងកម្រិតបានក្នុងពេលដែលស៊ូវិនណាត់ប្រកួតជាមួយអ្នកទៅហើយវាមិនអាចទៅរួចទេដែរលើកលែងឲ្យអ្នកខ្ញុំមិនចង់ឲ្យអ្នកស្លាប់នោះទេអូខ្ញុំដឹងហើយនៅមានសិស្សក្នុងនិកាយទាំងអស់សុទ្ធតែស្ថិតក្នុងដំណាក់កាលកណ្ដាលនៃការស្ថាបនាមូលដ្ឋានហើយថែមទាំងមានពួកបិសាចក្នុងដំណាក់កាលចុងក្រោយទៀតផងអ្នកត្រូវគិតឲ្យច្បាស់ពីអ្វីដែលអ្នកកំពុងប្រឈមមុខមានតែការដឹងខ្លួនថាខ្លួនឯងតូចតែប៉ុណ្ណាទើបអាចមានការរីកចម្រើនទៅមុខបានស
សូមលោកម្ចាស់និកាយកុំបារម្ភខ្ញុំមានកម្លាំងគ្រប់គ្រាន់